អញ្ចឹងក៏ឆ្លៀតផឹកឡើងហ្នឹងទៅរត់តុកាហ្វេបានតែមួយថ្ងៃ1000នេះខ្ញុំ start ធ្វើជាតារា model ហ្នឹងគឺអាយុ14ឆ្នាំក្មេងមែនតើហ្មងប៉ុន្តែនៅក្រោមពី14ឆ្នាំហ្នឹងទៅខ្ញុំធ្លាប់រត់តុបាយតុកាហ្វេយកលុយទៅរៀនពេលដែលខ្ញុំចាប់ដើមរៀងដឹងក្តីបន្តិចចូល10ឆ្នាំជាងគឺខ្ញុំចាប់ដើមចេះគិតទៅដល់ថាតើខ្ញុំអាចធ្វើអីគេជួយទៅកាន់គ្រួសារខ្ញុំបានអញ្ចឹងពេលដែលខ្ញុំឆ្លៀតពេលតនេពីរៀនខ្ញុំរៀននៅសាលារដ្ឋអញ្ចឹងពេលខ្លះយើងរៀនវេនព្រឹកពេលខ្លះយើងរៀនវេនថ្ងៃអញ្ចឹងពេលដែលខ្ញុំរៀនវេនថ្ងៃព្រឹកឡើងគឺខ្ញុំមកទៅរៀនអញ្ចឹងខ្ញុំឆ្លៀតពេលហ្នឹងមកផឹកជួយរត់តុកាហ្វេគេទៅយើងយកលុយមកពេលដែល flashback ទៅកាលមុនវិញក៏មានអារម្មណ៍មួយដែរថាខ្លួនឯងពេលវេលាដែលក្មេងៗជាវ័យមួយដែលយើងអត់គិតច្រើនណាតែយើងបែរទៅជាគិតច្រើនមែនតើព្រោះយើងត្រូវធ្វើការខំប្រឹងរកលុយជួយផ្គត់ផ្គង់អ្នកផ្ទះព្រោះពេលដែលខ្ញុំចាប់ផ្ដើមចូលធ្វើជាតារា model ហ្នឹងគឺជាពេលវេលាមួយដែលខ្ញុំផ្គត់ផ្គង់អ្នកផ្ទះខ្ញុំច្រើនខ្លាំងមែនតើខ្ញុំគិតថាខ្ញុំត្រូវធ្វើអីមួយទៅធ្វើការថតឬក៏អីមួយអញ្ចឹងគឺដើម្បីយកលុយឲ្យម៉ាក់ខ្ញុំយកលុយឲ្យម៉ាក់ខ្ញុំព្រោះយើងមានទំនួលខុសត្រូវច្រើនយើងមានរឿងច្រើនដែលយើងត្រូវដោះស្រាយអញ្ចឹងណាបង